ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុប្រកាសនេះកំណត់អំពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុដែលអនុលោមតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុព្រមទាំងបទបញ្ញត្តិពាក់ព័ន្ធជាធរមានផ្សេងទៀតដើម្បីធានាឲ្យបាននៅតម្លាភាពនិងប្រសិទ្ធភាពនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំគោលនយោបាយគណនេយ្យសំខាន់ៗមានដូចខាងក្រោម 1. ចំណូលពីអចលនវត្ថុ Revenue ចំណូលពីអចលនវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលអចលនវត្ថុនិងបន្ទុកហានិភ័យត្រូវបានផ្ទេរទៅឲ្យអតិថិជន 2. ចំណាយអភិវឌ្ឍអចលនវត្ថុ Developing Cost ចំណាយអភិវឌ្ឍអចលនវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនទទួលស្គាល់ចំណូលពីអចលនវត្ថុការកត់ត្រាចំណាយអភិវឌ្ឍអចលនវត្ថុត្រូវបានកត់ត្រាចេញពីគណនីសន្និធិលើអចលនវត្ថុដែលបានប្រគល់ជូនអតិថិជន 3. សន្និធិ Inventory សន្និធិត្រូវបានវាស់វែងតាមតម្លៃណាដែលទៀបជាងរវាងថ្លៃដើមនិងថ្លៃលក់ដកនឹងចំណាយដើម្បីបញ្ចប់ការផលិតសន្និធិនោះនិងចំណាយចាំបាច់ក្នុងការលក់ 4. ចំណូលកាត់មុន Unearned Revenue ចំណូលកាត់មុនគឺជាចំនួនទឹកប្រាក់ដែលទទួលពីអតិថិជនមុនពេលប្រគល់អចលនវត្ថុចំណូលកាត់មុនត្រូវបែងចែកទៅតាមការីបរិច្ឆេទនៃការប្រគល់អចលនវត្ថុជូនអតិថិជនរួមមានចំណូលកាត់មុនរយៈពេលខ្លីសម្រាប់អចលនវត្ថុដែលនឹងត្រូវប្រគល់ជូនអតិថិជនក្នុងឆ្នាំបន្ទាន់និងចំណូលកាត់មុនរយៈពេលវែងសម្រាប់អចលនវត្ថុដែលត្រូវប្រគល់ជូនអតិថិជនលើសពីឆ្នាំបន្ទាប់ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ